មករយៈពេលហ្នឹងអញ្ចឹងកុំបន្ទោសញោមយើងកុំបន្ទោសញោមយើងឃើញព្រះអង្គធម្មកថាខ្លះអ្នកកាន់ពុទ្ធសាសនាស្រុកខ្មែរ96%ហ្នឹងបើតាមតអ្នកបដិបត្តិហ្នឹងមិនបាន1%ផងគេមិនឲ្យនិយាយអញ្ចឹងទេណាគេមិនឲ្យនិយាយអញ្ចឹងទេបរិស័ទហ្នឹងលោកបដិបត្តិទៅតាមកម្លាំងនៃបញ្ញារបស់លោកសទ្ធារបស់លោកហើយកណានិយាយអញ្ចឹងហ្នឹងវាមិនមែនមានន័យថាអនុញ្ញាតលើកទឹកចិត្តឲ្យញោមចាក់ចេញអំពីការបដិបត្តិធម៌ទេមិនមែនទេតែកម្លាំងនៃការបដិបត្តិធម៌នេះមិនដូចគ្នាទេយើងអ្នកបួសហ្នឹងក៏អញ្ចឹងដែរប្រគុណណាម្ចាស់ឃើញទេមកកត់ហ្នឹងយើងនិស័យផ្សេងគ្នាព្រះអង្គខ្លះយប់ឡើងមិនសឹងទេដើរទៅត្រុកតាមកត់ហ្នឹងមិនដឹងថាមានការអីទេប្រាជ្ញពីមួយទៅមួយតិចកត់មួយតិចកត់ពីរនិស័យឃើញទេជួនកាលទៅសឹងឲ្យម៉ោង4ព្រឹកនោះភ្ញាក់ឡើង10កន្លះមិនឆាន់តម្រងណាអង្គខ្លះអត់ទេមាននិស័យផ្សេងល្ងាចឡើងអញ្ចឹងមិននិយាយទេទៅនិយាយម៉ោង2:10យប់នោះណានិស័យផ្សេងគ្នាទាំងអស់អញ្ចឹងប្រវេណីព្រះពុទ្ធសាសនាជាពិសេសបុណ្យទានអីទាំងអស់ហ្នឹងសុទ្ធសឹងតែជាកិច្ចដែលផ្ដល់ឱកាសឲ្យញាតិញោមយើងលោកចូលមកវត្តអារាមចូលមកចិត្តព្រះសទ្ធម្មព្រះរតនត្រ័យទៅតាមកម្លាំងរបស់លោកដែលលោកមានកម្លាំងសទ្ធារបស់លោកណាប្រគុណណាហ្នឹងហើយញាតិញោមខ្លះលោកមិនអាចមកវត្តនឹងលើសពីមួយថ្ងៃបានទេមួយឆ្នាំតែលោកនៅតែព្យាយាមមកលោកនៅតែព្យាយាមមកអញ្ចឹងត្រេកអរអនុមោទនាជាមួយនឹងកិច្ចបដិបត្តិរបស់លោកទៅតាមកម្រិតទេណាខ្ញុំប្រគុណណាចាំសម្ដេចព្រះមហាខូសនន្ទទេសនាមួយនៅវត្តផ្ដាច់ព្រាត់ហ្នឹងគឺនៅស្រុកបវលខេត្តបាត់ដំបងកាលនោះខ្មែរក្រហមបាញ់ធម្មយាត្រាសុគតមួយអង្គស្លាប់ដូនជីមួយរបួសពេញព្រៃហើយលោកល្ងាចស្អែកឡើងលោកទេសនាថាបុញាតិញោមបរិស័ទអើយញាស្រុកយើងកើតសង្គ្រាមបីនាំគ្នាកាន់សិលបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិទៅយើងឈប់សម្លាប់គ្នាហើយញោមកាន់សិល5ញាតិញោមអើយមានលោកយាយមួយក្រោកឈួរហ្មងអើយសឿងដល់ញោមក្នុងក្រោកឈួរហើយស្រែកដាក់សម្ដេចថា5ច្រើនណាស់ព្រះអង្គកាន់បានទេបាទកាន់អត់បានទេ5កាន់មិនបានតម្រងស្រែកដាក់អញ្ចឹងសម្ដេចថាបើកាន់បាន5កាន់បាន4ថា4ក៏បានដែរច្រើនលោកថាបើ4បានកាន់3ថា3ក៏បានដែរថា2ក៏បានអញ្ចឹងសម្ដេចថាត្រូវតែកាន់តែ1បានដែរចុះ1បានទេថាបានតែថាបានក៏បានឃើញណាលោកថាបានល្អនឹងព្រឹត្តិការណ៍ហ្នឹងកើតនៅវត្តផ្ដាច់ប្រត់ហើយអាត្មានោះឯងអញ្ចឹងសទ្ធារបស់បរិស័ទដែលលោកចូលមកកាន់ព្រះពុទ្ធសាសនានេះលោកម្ចាស់ត្រូវទៅទទួលយកហើយយើងព្យាយាមជួយញោមយើងទៅណាតាមរយៈដូចយើងធ្វើសប្តាហ៍ថ្ងៃអញ្ចឹងមកវត្តញោមមានភាពកក់ក្ដៅមកមានព្រះអង្គទទួលមានវត្តនឹងអនាម័យល្អមានទឹកហូបមានអីប្រសង់ឆាន់ហើយញាតិញោមទទួលទានអាហារសាមគ្គីក្នុងវត្តនេះឯងព្រះពុទ្ធសាសនាលោកម្ចាស់ណាមិនទៅដល់ចាប់ញោមមកសាលាឆាន់ដាក់អាកាសមកបញ្ជូនទៅនៅពៀនវឹបលៀមវាមិនបានទេហ្នឹងណាអត់ទេហើយគ្មានសាសនាណាប្រពៃណីណានេះទាំងអស់នឹងធ្វើឲ្យបាន100%ទេវត្តយើងក៏ដូចវត្តស្រុកភូមាក៏ដូចវត្តលង្កាដូចគ្នាអញ្ចឹងបានបុរាណខ្មែរកាលណានៅតែសរសើរបុរាណខ្មែរយើងនឹងលោកមានចក្ខុវិស័យមានបញ្ញាញាណនឹងជួយបរិស័ទខ្មែរទៅតាមកម្មវិធីផ្សេងសាសនពិធីជាច្រើន
ប៉ុន្តែពេលខ្លះយើងយកមកអនុវត្តហ្នឹងយើងធ្វើលឹះពីទម្រង់ដើមទៅអញ្ចឹងទៅកន្លែងខ្លះកន្លែងខ្លះនាំឲ្យមានការឆក់ល្វែងជាក់ស្ដែងបកូនណាម្ចាស់គ្មានប្រទេសណានៅលើពិភពលោកនេះខ្ញុំកណានិយាយអំពីប្រទេសកាន់ពុទ្ធសាសនាណាដែលអាចទាក់ទាញពួកយុវជនចូលមកកាន់វត្តអារាមច្រើនជាងប្រទេសកម្ពុជាតាមរយៈកម្មវិធីបោះបាយបិណ្ឌទេมันមានទេហើយយុវជនសម័យឥឡូវនេះណាมันងាយមកកាន់ទីកន្លែងប្រភេទដូចជាវប្បធម៌ដូចជាសាសនាទេដោយសារបរិបទជីវិតហ្នឹងវាផ្សេងបរិបទសង្គមហើយយើងនឹងនាំគ្នាបួញមាត់បត់ដុំដៃប្រអាប់គ្នាសពបែបយ៉ាងរឿងបោះបាយបិណ្ឌឃើញទេអត់ទេគឺជាកម្មវិធីដែលនាំយកនៅពួកយុវជនចូលមកស្ដាប់បារាលោកម្ចាស់ដែលឡើងព្រឹកឃើញទេក្មេងសប្បាយចិត្តណាតែមិនស្ដាប់បានមួយម៉ាត់ដែរណាថាពេលដែលរៀបអាពាហ៍ពិពាហ៍ទៅប្រពន្ធមិនត្រូវក្បត់ប្តីទេហើយប្តីហ្នឹងក៏មិនត្រូវក្បត់ប្រពន្ធដែរព្រះលោកថាមិននាំមកនៅវិន័យបានមួយម៉ាត់ដែរឃើញទេហើយគ្នាមានអារម្មណ៍ថាវត្តឧណាឡោមនេះជាវត្តរបស់ខ្លួនផ្សារភ្ជាប់នៅទំនាក់ទំនងជីវិតណកាលម៉ែនៅពីក្មេងនោះឆ្នាំ2025ក៏នោះអញនៅអាយុ19ឆ្នាំទេទៅបោះបាយបិណ្ឌនោះមានអនុស្សាវរីយ៍មានព្រះអង្គលោកទេសនាមានអាចារ្យនាំធ្វើមានអីនោះអនុស្សាវរីយ៍ជីវិតឃើញទេហ្នឹងមនុស្សផ្សារភ្ជាប់អញ្ចឹងដែរករណីជាក់ស្ដែងដោយខ្ញុំប្រគុណណាហ្នឹងកណាននៅពីតូចហ្នឹងញោមអើយទៅតាមជីដូនទួតយាយឲ្យទៅវត្តអូសដៃទៅឲ្យទៅស្ដាប់ប្រវេសសណ្ដរឿងទេសនាមហាជាតិហើយក្មេងប្រពន្ធហ្នឹងស្ដាប់វេសណ្ដញោមអើយជាដកស្ដាប់មិនយល់តមកທາງបកាសេនតោសត្ថាហាឯណាស្ដាប់ឮទៅតុងតាំងហើយខ្ជិលសុំទួតទៅវិញហើយស្ដាប់មិនយល់ទេរត់ទៅក្រៅបាត់ហើយទៅលេងផ្ទាត់កស៊ូនោះប៉ុន្តែយល់អីវិញទៀតកណាទៅយល់រឿងប្រវេសន្តរយល់អីយល់មើលល្ខោនណែបើទៅចេះវិញណាមើលល្ខោនយល់ហ្មងអូជាលីគ្រឹស្នានេះកូនរបស់ព្រះវេស្សន្តរនេះជាព្រះស្វាមីជាព្រះរាជារបស់នាងមេត្រីព្រះអង្គជាពោធិសត្វយល់ឃើញទេឃើញទេវប្បធម៌លោកម្ចាស់ឃើញទេវប្បធម៌នឹងជួយឲ្យពលរដ្ឋរបស់យើងហ្នឹងមួយចំនួនហ្នឹងយល់សិល្បៈវប្បធម៌ប្រពៃណីអីទាំងអស់ហ្នឹងជួយជ្រោមជ្រែងគ្រប់ផ្នែកទាំងអស់ណាដើម្បីឲ្យយល់គណៈយល់ទៅអញ្ចឹងវិញយល់ពេលដែលគេវាយចលីទលាក់ពីលើរោងល្ខោនដើរសុំលុយកណាអស់5កាក់គេដែរណាព្រោះចលីនោះកំសត់ពេកយំហើយកណាយំតាមគេថាម៉េចគេវាយបងនឹងអញ្ចឹងមិនយល់គេវាយគាត់អញ្ចឹងម៉ែឲ្យ5កាក់ទៅស៊ីទិញទុកទិញរបស់ទៅមើលខោនហ្នឹងអស់5កាក់មិនបានណាសធាអស់5កាក់ហ្នឹងស្ដាប់វារៀងស្ដាយទីដែរប៉ុន្តែចិត្តវាដូចតែជ្រះថ្លាពេកចូលឲ្យគេកាន់ផ្តិលមួយអញ្ចឹងបនភ្ជុំហ្នឹងណាបកូនណាវាមានទាំងអស់មានទានមានសិលមានភាវនាមានប្រពៃណីមានវប្បធម៌មានសិល្បៈនៅណាទៀតសិល្បៈបនជុំនៅតាណាchứ nó tung nó quay ở topពីទៅហ្នឹងណាឃើញទេណាអញ្ចឹងចម្រើនពរណាបកូនណាបឋមកថាពេលសំដែងព្រះធម៌មើលសំដែងឲ្យមើលឃើញអ្វីដែលជាវិជ្ជមានជាផលល្អហ្នឹងហើយលើកទឹកចិត្តញាតិញោមយើងដែលហោចទៅណាគ្រាន់តែញោមយើងលោកអញ្ជើញមកវត្តប៉ុណ្ណឹងក៏ឈ្មោះថាគាត់បានបំពេញតួនាទីឋានៈជាពុទ្ធសាសនិកមួយកម្រិតសាមញ្ញមួយគាត់នៅបានមកអុជធូប3ទសៃប៉ុណ្ណឹងជ្រះថ្លាចុះបើញោមគាត់មិនមកហើយគាត់ទៅកាន់សាសនាដទៃលោកម្ចាស់មើលឃើញទេហើយទ្រឹស្ដីមួយណាគួរតែឈប់ប្រើសម័យនេះប្រសង់យើងថាអូកុំទៅខ្វល់ពុទ្ធសាសនាមិនទៅវមិនទៅនេះអ្នកណាចង់ទៅណាទៅអត់ទេតែចង់ទៅណាទៅអស់ឡូវហើយណាលោកចាស់មើលពុទ្ធកិច្ច5យ៉ាងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ណាព្រះអង្គតើនលំបាក់ម៉ោងប្រហែលជា3 4ព្រឹក
ម៉ោង4មកមើលនិស័យសัตว์ពេលដែលពេលព្រឹកពេលមេឃរៀងព្រៀងច្បាស់ហើយស្ដេចយាងចេញបិណ្ឌបាតលំចាស់ហើយបិណ្ឌបាតទៅប្រសាទហ្នឹងទៅទេសនាទៀតមក45ឆ្នាំព្រះអង្គសម្រាប់ថ្ងៃប្រហែលជា3ខែចុងក្រោយទេពេលដែលបកាយពលនឹងវាទ្រុឌទ្រោមលោកចាស់លោកទៅលោកប្រាប់ព្រះអនន្តថាតថាគតនឹងរាងកាយនឹងដូចអតេះកចាស់អញ្ចឹងអតេះគោដែលវាទ្រុឌទ្រោមអញ្ចឹងលោករៀងសកម្មភាពលោកស្រាកពេលនោះព្រះសរិបុត្រក៏បរិនិព្វានព្រះមោគលានក៏បរិនិព្វានព្រះអង្គអស់អគ្គសាវកឆ្វេងស្ដាំហើយប្រធេរៈចាស់ចាស់ក៏សគួតទៀតលោកថមថយកម្លាំងលោកអីអញ្ចឹងណាប៉ុន្តែលោកប្រឹងណាស់អញ្ចឹងបកូនណាព្រះអង្គក៏ធម្មកទឹកទៅណាហើយកណាស្នើសុំឲ្យព្រះអង្គចូលអានទៅណាអានវប្បធម៌ប្រពៃណីយើងនឹងអានឲ្យមើលអូរឿងវាយ៉ាងណាអញ្ចឹងទៅលោកម្ចាស់ពេញចិត្តទៅពេញចិត្តនឹងអ្វីដែលខ្លួនយើងមានអញ្ចឹងប្រាប់បរិស័ទហើយកុំទៅតោះនឹងអារឿងផ្ការឿងស្លឹកចេករឿងអីនឹងកុំតោះវាអាហ្នឹងណាលោកខ្លះតោះតារឿងស្អីស្រួចនោះតោះហូចតោះគាត់ទៅស្លឹកចេកអាមួយដាក់ស្រួចចឹងអាមួយដាក់លៀតចឹងវាខុសឲ្យគ្នាមិនទៅខុសទេញោមតោះកុំទៅតោះអញ្ចឹងអត់អីទេមិនមានស្អីមានអីច្រើនប៉ុណ្ណឹងល្មមហ្នឹងហើយកណាហេតុអីមកកណាចេះតែនាំនៃទៀននឹងយកមកនិយាយមកប្រាប់ដោយសារជួបមិត្តភ័ក្តិនៅលើឆាកអន្តរជាតិហ្នឹងគេសរសើរអំពីសម្រស់នៃវប្បធម៌ខ្មែរដែលផ្សារភ្ជាប់ទានសិលភាវនាជាមួយលំអទៅដោយប្រពៃណីរបស់អ្នកស្រុកដើមអញ្ចឹងណាញោមណាឃើញល្អទេល្អតើអត់អាក្រក់ទេហើយអ្នកខ្លះកាលណាឃើញទៅប្រអាប់ពួកអ្នកសៀមរាបរឿងពួកប្រទេសមានជ័យរឿងបួសនេះអីពាក្យថាពាក្យអីដូចលខោនអញ្ចឹងចេញចាក់លះបង់កិលេសហើយទៅពាក្យលៀបម្សៅលៀបអីអ្នកស្រុកគេហៅធរអ្នកស្រុកទៅឲ្យអានោះមិនបួសឲ្យដើរពាក្យមកុដណាដូចញោមចាវ៉ាន់អញ្ចឹងមិនបួសឲ្យពាក្យមកុដមកពេញឯណាកាលបួសឲ្យមានពាក្យណាមិនមកឈប់ពាក្យឲ្យតែយើងហៅទៅបួសរ៉ានេះណាហើយនេះយល់ទេម្ចាស់គាត់តែគេនេះគាត់តែនេះហ្នឹងលោកម្ចាស់មើលណាគេទៅសេផ្សាយទៅកាន់ប្រទេសដទៃគេឲ្យណានេះខ្មែរណាលោកមើលណា very artistic គេថាបរិបូរដោយសិល្បៈឃើញទេហ្នឹងហើយអញ្ចឹងរៀនសង្គមមួយណាបកូនណារៀនពេញចិត្តឲ្យអោបកសោបនៅពហុភាពនៃសង្គមទាំងអស់ទើបយើងអត់នេះតែមិនចឹងទេអង្គុយតែមួម៉ៅហ្នឹងមួម៉ៅតែខ្លួនឯងអត់តណាទេនោះអ្នកមួម៉ៅហ្នឹងហើយតើលើកបារមត្តយកមកនិយាយអ្វីសោះសូនទេមិនមែនសัตว์មិនបុគ្គលនេះសัตว์តោនេះជីវោសញ្ញអាលីខ្សលទាំងអស់ហ្នឹងហើយកាលណាយើងនៅក្នុងពិភពបទុជនហើយយើងយួរស្អីក៏មកនិយាយអញ្ចឹងអត់ទេកណាមចាស់ហ្នឹងគេហៅសំដែងធัวខុសកាលខុសបរិស័ទខុសអត្តខុសសេចក្តីហើយរឿងផ្សេងដូចបកូនណាមើលធម្មទេសនារបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ពេលដែលព្រះអង្គសំដែងនេះបរាភវសូត្រនេះព្រះអង្គសំដែងចំពោះប្តីគូស្វាមីភរិយាព្រះអង្គមានសំដែងថាជីវិតអាពាហ៍ពិពាហ៍នេះវាជាបញ្ចខណ្ឌ5បូកនឹងបញ្ចខណ្ឌ5វានាំទុករាប់សិបអីណាព្រះអង្គសំដែងចឹងផងសំដែងថាម៉េចស្វាមីភរិយាត្រូវមានចិត្តស្វាមីភក្តិចំពោះគ្នាមើលលោកសំដែងចឹងឃើញទេចឹងបរិស័ទហ្នឹងលោកបដិបត្តិធម៌ហ្នឹងលោកអ្នកស្រុកលោកជាពុទ្ធជនលោកបដិបត្តិធម៌ប៉ុណ្ណឹងហើយយើងទៅលេងអាពាហ៍ពិពាហ៍លេងគេមុនទៅទេសនាទៅបង្អាប់គ្នាថាអូជីវិតអាពាហ៍ពិពាហ៍នេះនាំទុកតើនាំវាជាទុកវាជាសោកសង្រេងវាបញ្ចខណ្ឌឥតខ្លឹមសារអសារៈទាំងអស់អញ្ចឹងកណាដែលចម្រើនពរហ្នឹងចង់ឲ្យប្រគុណណាយើងអ្នកបួសទានជាទីពឹងរបស់ញាតិញោមយើងអញ្ចឹងឲ្យមើលឲ្យស្គាល់អំពីអ្វីដែលជាសារៈសំខាន់អញ្ចឹងមកកណាចេះតែបញ្ជាក់ថាកណានិយាយដល់ប្រពៃណីវប្បធម៌គេអត់ឲ្យមើលតែរូបភាពទេគេឲ្យមើលអ្វីដែលនៅពីក្រោយរូបភាពនោះអញ្ចឹងណាប្រគុណណាសូមទូលប្រកេនប៉ុណ្ណឹងជ្រាបទេទេលោកចាស់ហ្នឹងហើយហ្នឹងចម្រើនពរ
ជូនពរហ្នឹងហើយចឹងបានឆ្នាំហ្នឹងជោគជ័យហើយដោយសារពួកយុវជនរបស់យើងលោកមក14ថ្ងៃពេញច្រើនណាស់វត្តយើងនៅម្ដុំនេះវត្តយើងយុវជនច្រើនជាងគេអាត្មាសប្បាយចិត្តណាឃើញពួកយុវតីយុវជនអីនឹងចូលមកវត្តអារាមហ្នឹងហើយល្អហើយមកពេញចឹងទៅជ្រះថ្លាពេញចិត្តនឹងវប្បធម៌អត្តសញ្ញាណរបស់ខ្លួនបានបនផងបានសិក្សាផងមានភាពជិតស្និទ្ធជាមួយនឹងទឹកដីរបស់ខ្លួនវប្បធម៌របស់ខ្លួនហ្នឹងហើយកុំឲ្យជួបគ្នា Hi What's up កវីតក្បាលសួរមិនទៅក្មួយមកវិញណា I don't know ងាប់ឲ្យដៃខ្យល់ហើយទៅណាអត់ទេ no អត់ទេហ្នឹងហើយកណាអត់អត់បន្ទោសទេប៉ុន្តែខ្លាចតែអត់ពីនេះចំនួនញាតិញោមទៅ30 50ឆ្នាំទៀតយើងគេហៅថាយើងនឹងคลายទៅជាអីលោកម្ចាស់អង់គ្លេសគេហៅ the lost generation ជាចំនួនមួយដែលច្របូកច្របល់មិនច្បាស់ថាខ្លួនជានរណាអត់ដឹងទេណាលោកម្ចាស់ឃើញជប៉ុនទេទេជប៉ុនឃើញមកអញ្ចឹងណាប៉ុន្តែទៅប្រទេសជប៉ុនពេលមានពិធីអត់ស្លៀកអីទេណាបុរសស្លៀកស្បែកពាក់ស្បែកជើងឈើស្ត្រីពាក់អាវស្អីទេគេហៅស្អីនោះអាវស្អីគេនោះអាវស្អីនោះគេណាហើយជួបយើងអោនគោរពហើយថ្មសំព្រះគៈចាប់អារម្មណ៍ថាហើយលោកប្រាប់កណាថាលោកមើលលោកជប៉ុនណាមិនធម្មតាទេណាទោះសម័យនេះគេបញ្ជូនវិរិយចម្រើនមិនពួកនេះនៅទៅជ្រៅនៅទៅមុំនៅក្នុងវប្បធម៌របស់ខ្លួនហ្នឹងជប៉ុនណាលោកម្ចាស់ស្វាគមន៍គណៈប្រភូពិភពលោកពាក់ស្បែកជើងឈើទេណាកណាលោកភ្ញាក់ទៅដំបងថាយ៉ាជនជាតិនេះមិនធម្មតាទេពាក់ស្បែកជើងឈើណាញោមអាបើជើងហ្នឹងដើរលុបតុកមកគោរពចឹងហើយហ្នឹងអង្គណារៀនជប៉ុនចេះហើយមែនទេថាម៉េចមិនទៅដល់ជប៉ុនអាជីណូម៉ូតូអីហ្នឹងអត់ទេមែនចឹងសរុបសេចក្តីមកវិញប្រកេនប៉ុនណាប្រគុណណាម្ចាស់គ្រប់ព្រះអង្គហើយជូនប៉ុនញោមហើយត្រេកអរនៅសទ្ធាដែលព្យាយាមអញ្ជើញមកទាំង14ថ្ងៃនេះលះបង់ច្រើនណាស់សូមញោមមានសុខភាពល្អបរិបូរណ៍បងប្អូនគុណចៅឲ្យទាំងអស់ហើយជាពិសេសញោមចាទាំង3ព្រះអង្គហ្នឹង3រូបហ្នឹងសូមលោកបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីក្លៀងក្លៀតឡើយសាធុ